ហើយថ្ងៃសុក្រ12កើតខែបឋមសាទឆ្នាំមមីអត្តស័កពុទ្ធសករាជ2570ត្រូវនឹងគ្រិស្តសករាជ2026គឺជាថ្ងៃសុក្រដូច្នេះគឺជាថ្ងៃនៃសេចក្តីរីករាយជ្រះថ្លាក្រៃលែងចំពោះព្រះធម៌នៅវេលាម៉ោង9នៅវេលាម៉ោង9:10នាទីនេះខ្ញុំបាទជាជាងមានឱកាសនិងទំនេរសម្រាប់ការងារថ្ងៃនេះមិនសូវបានរវល់ព្រោះការងារមានការអាខានខ្លះមិនបានចេញទៅក្រៅដូច្នេះក៏ជាងមានពេលមានវេលាមានម៉ោងទំនេរហើយដូច្នេះក៏សូមគោរពអញ្ជើញឆ្លៀតឱកាសនេះនិងសូមគោរពអញ្ជើញផ្សព្វផ្សាយនៅធម៌បទដែលមានបទចាក់ខុងផ្សាយចេញពីខ្ញុំបាទដើម្បីជាការផ្សាយដើម្បីឲ្យចែកជូនដល់បងប្អូនទាំងអស់គ្នាស្ដាប់នឹងការពិចារណានៅរូបរាងកាយរបស់សត្វទាំងឡាយដែលកើតឡើងមកហើយតែងតែបែកបាក់និងវិនាសព្រាត់ប្រាសទៅជាធម្មតាការដែលប្រជុំនៅរូបរាងកាយទាំងឡាយនេះក៏រមែងប្រជុំទៅដោយអាការៈទាំងនេះឯងដូច្នេះរូបរាងកាយទាំងឡាយក៏រមែងតែងតែព្រាត់ប្រាសនិងចាកនិរាសទៅជារឿងធម្មតាសូមអនុមោទនាស្ដាប់នៅព្រះធម៌បទជាមួយនឹងខ្ញុំបាទដូចតទៅសូមអនុមោទនាទោះបីពីរោះក្តីមិនពីរោះក្តីក៏សូមស្ដាប់ដោយសេចក្តីជ្រះថ្លាក្រៃលែងដើម្បីជាការពិចារណានៅរូបរាងកាយរបស់យើងដូចគ្រប់គ្នាទាំងអស់សូមអនុមោទនាសាជាថ្មីទៀតចាក់ខុងអាណាត់ណែអើយតាអោភ្នែកញ៉ៃនៃយើងអើយកាលណាបើមានជរាអាពាធចូលមកបៀតបៀនដល់ហើយអោភ្នែកនៃយើងអើយក៏មើលអ្វីពុំឃើញទេសោតាំងអាណាត់ណែអើយតាអោត្រជាអើយនៃយើងអើយកាលណាបើមានជរាអាពាធចូលមកបៀតបៀនដល់ហើយត្រជានៃយើងអើយក៏ស្ដាប់សូរសៀងអ្វីមិនឮទេខៀនណាំងអាណាត់ណែអើយតាអោច្រមុះអើយនៃយើងអើយកាលណា
បើមានជរីអាពីអៀតចូលមកបៀតបៀនដល់ហើយច្រមុះណាយើងអើយក៏ហិតក្លិនមិនដឹងអ្វីទៀតទេជីវ៉ាណាត់នៅអើយតាអអណ្ដាតនៅណាយើងអើយកាលណាបើមានជរីអាពាតចូលមកបៀតបៀនដល់ហើយអណ្ដាតណាយើងអើយក៏មិនដឹងរស់អ្វីទៀតទេតន្តាអាណាត់នៅអើយតាអើត្មិញអើយណាយើងអើយកាលណាបើមានជរីអាពាតចូលមកបៀតបៀនដល់ហើយក៏រង្គោះរង្គើមិនសល់អ្វីទៀតទេកាយយោអាណាត់នៅអើយតាអោកាយណាយើងអើយកាលណាបើមានជរីអាពាតចូលមកបៀតបៀនដល់ហើយអោកាយនៃយើងអើយក៏ស្ដោកស្ដឹងមិនដឹងអ្វីទៀតទេសូមអនុមោទនាសណ្ដាប់ដោយសង្ខេបបែបខ្លីតែប៉ុណ្ណេះសូមអនុមោទនាសូមរំលែកចែកនៅបុណ្យកុសលជូនដល់អស់លោកអ្នកសប្បុរសទាំងឡាយដែលបានចូលរួមសណ្ដាប់សូមអនុមោទនាសូមចែករំលែកឲ្យបានស្មើគ្នាសូមអនុមោទនា